ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកប្រធានបទមួយដែលក្តៅដែរជាប្រធានបទមួយដែលតាក់ទងនឹងការបន្តថ្នាំភ្នែកការបន្តថ្នាំភ្នែកខ្ញុំឃើញថាមានថ្នាំជាច្រើននៅលើទីផ្សារហើយមានថ្នាំខ្លះរហូតដល់អះអាងថាថ្នាំខ្លួនឯងអាចព្យាបាលកន្ទុយថ្លែមព្យាបាលបាយភ្នែកនេះគឺជាការអះអាងមួយដែលខុសពីអ្វីដែលខ្ញុំបានដឹងអ្វីដែលខ្ញុំបានរៀនសូត្រមកគឺកន្ទុយថ្លែមហើយនឹងបាយភ្នែកអត់មានថ្នាំណាបន្តទៅជាទេបងប្អូនកន្ទុយថ្លែមគឺការដុសផ្នែកពណ៌សហ្នឹងណាផ្នែកពណ៌សហ្នឹងវាដុសចូលមកដល់លើកញ្ចក់ភ្នែកហើយបាយភ្នែកគឺការប្រែប្រួលនៃប្រូតេអ៊ីនកែវភ្នែកនៅខាងក្នុងនេះប្រែប្រួលទៅជាពណ៌សហើយអត់មានថ្នាំណាដាក់ទៅជាទេជំងឺពីរនេះគឺពេលដែលវាកើតឡើងហើយវានឹងកាន់តែវិវត្តទៅមុខរហូតបើសិនជាយើងអត់ចេះពីវិធីការពារវាអញ្ចឹងវិធីការពារវាខ្ញុំចេញពីវីដេអូនៅវីដេអូក្រោយទៀតបើសិនជាបងប្អូនជួយចែកម្លែកវីដេអូនេះមានន័យថាបងប្អូនកំពុងតែចាប់អារម្មណ៍លើការពារភ្នែកខ្លួនឯងតែអញ្ចឹងរឿងការពារភ្នែកកន្ទុយថ្លែនហើយនឹងបាយភ្នែកនេះវាយើងអាចតែម្យ៉ាងទេគឺយើងអាចការពារវាតែបើសិនជាវិធីព្យាបាលគឺមានតែការវះកាត់មួយមុខគត់ហើយការពារវាហ្នឹងពេលដែលវាកើតហើយយើងអាចដឹងយើងអាចការពារវាមិនមែនការពារមិនឲ្យវាកើតទេគឺវាកើតទៅមុខទៀតប៉ុន្តែវាថាវាក្នុងល្បឿនមួយដែលយឺតបើយើងដឹងថាវាមូលហេតុអីវាកើតអញ្ចឹងទៅអញ្ចឹងយើងអាចការពារវាទប់ស្កាត់វាបានតាន់ពេលវេលាវានឹងយូរវាប្រើពេលយូរដើម្បីឲ្យវាដុសទៅមុខទៀតអញ្ចឹងទៅអញ្ចឹងវិធីការពារខ្ញុំនឹងប្រាប់នៅវីដេអូក្រោយតែវីដេអូនេះចង់ប្រាប់អ្នកទាំងអស់គ្នាតែត្រឹមថាគ្មានថ្នាំណាដាក់ទៅជាកន្ទុយថ្លែនជាបាយភ្នែកទេអញ្ចឹងមានតែប៉ុណ្្នឹងប្រយ័ត្នមានបញ្ហាគ្រោះថ្នាក់កាន់តែធំនៅពេលដែលយើងប្រើប្រាស់ថ្នាំផ្ដេសផ្ដាស់អត់បានទទួលបានវិជ្ជាបញ្ជាច្បាស់លាស់អរគុណទាំងអស់គ្នាជំរាបលា